ផ្លូវចិត្តគឺសំខាន់ខ្លាំងមែនតើបងប្អូនកាលណាផ្លូវចិត្តរបស់យើងប៉ះតង្កេតដងហើយម្ដងទៀតពិបាកខ្លាំងមែនតើហ្មងអញ្ចឹងរឿងដែលសំខាន់បំផុតគឺយើងត្រូវថាផ្លូវចិត្តរបស់យើងឲ្យបានល្អកាលណាដែលយើងទឹកចិត្តនៅអ្វីមួយថាការងារឬមួយអ្វីមួយក៏ដោយយើងលែងចង់ធ្វើអារម្មណ៍ថាពេលយើងធ្វើទៅគឺមិនបានល្អហើយទាំងតែអារម្មណ៍យើងគឺវាអត់ចង់ធ្វើសោះហ្មងអញ្ចឹងមិនប្រាប់ថាផ្លូវចិត្តគឺសំខាន់ខ្លាំងមែនតើហ្មងដែលយើងមើលថាសំខាន់ជាងគេគឺផ្លូវចិត្តហ្នឹងហើយបងប្អូនយើងស្មុគស្មាញច្រើនណាស់យើងដើរលេងខ្លះទៅកុំសង្ងំទៅនៅផ្ទះពេកខ្លះយើងនៅសង្ងំតែផ្ទះមានតែវិបត្តិថែមឯងពិបាកចិត្តលើសដើមហ្មងខ្ញុំអញ្ចឹងមកពុកមុនពេលខ្ញុំពិបាកចិត្តមកដែរចេញក្រៅឯងសង្ងំទៅនៅក្នុងបន្ទប់ពេកបងប្អូនជឿអត់បើខ្ញុំប្រាប់ថាខ្ញុំនៅក្នុងបន្ទប់រយៈពេល1ខែពេញអត់ទៅណាសោះហ្មងដោយសារអីគឺខ្ញុំគិតលេងចេញខ្ញុំស្មុគស្មាញខ្លាំងមែនតើហ្មងព្រោះអារម្មណ៍របស់ខ្ញុំមកគឺលេងចង់ចេញទៅក្រៅហើយតែមួយរយៈនេះគឺអត់ទេបងប្អូនខ្ញុំរៀនចេញដើរលេង stress អញ្ចឹងណាថ្ងៃនេះញ៉ាញ៉ានាំខ្ញុំមកដើរលេងកាត់ stress បងប្អូនដើរលេងហ្នឹងអូខេអ្នកចេញលុយឲ្យខ្ញុំមកចាយទាំងអស់ដែរយរួមទៅបងប្រុសខ្ញុំគេចិត្តល្អម្យ៉ាងដែរតើចិត្តល្អធម្មតាគឺចិត្តល្អខ្លាំងខ្លាំងហ្មងណាឡាប់លើហើយមានរហូតដល់5ពណ៌បងប្អូន5ពណ៌ដែលខ្ញុំលើកជូនឲ្យបងប្អូនទាំងគ្នាមើលនេះហើយសិតតែពណ៌ស្អាតស្អាតហ្មងថ្ងៃនេះខ្ញុំសូមមកប្រឡែងជាមួយនឹងកូដ3ឲ្យបងប្អូនទាំងគ្នាមើលកូដ3នេះហើយពណ៌គេក៏ស្អាតដែរបងប្អូនទាំងគ្នាឡើងភីងភីងហ្មងបងប្អូនទាំងគ្នាឃើញមុខខ្ញុំមកតាមប្រឡែងជាមួយនឹងប្លឹះហើយឃើញស្អាតដែរបងប្អូនទាំងគ្នាវាបែកស្លេកស្លេកអីចឹងណាដែលខ្ញុំប្រឡែងជាមួយនឹងឆាឡាប្លឹះហើយវាខុសគ្នាប្រហែលដល់ក្រែបងប្អូនសាច់ប្លឹះរបស់គេគឺស្រួលប្រឡែងចុះស្បែកមុខខ្លាំងមែនតើប្រឡែងលើស្បែកមុខរបស់យើងហើយឡើងគីឡូហ្មងបងប្អូនទាំងគ្នាឃើញឲ្យដាក់មកប៉ក់ឯណាគឺលើកកង់សម្រាប់របស់យើងមកតង់ទៀតហ្មងមកគឺស្អាតបែបហ្នឹងហ្មងបងប្អូនហើយលឿនពេលវេលាទៀតមិនចាំយូរទេអាចតែ5នាទីក៏អាចស្អាតបានដែរជាមួយនឹងឆាឡាប្លឹះចឹងបងប្អូនទាំងគ្នាចង់បានរត់ទិញតាមផ្សារក៏បានណាចាំភាពប្រាំងខែក្រុងក៏បានដែរណា